មន្ត្រីជំនាញអំពីវិនិយោគឲ្យពលរដ្ឋចូលរួមពិនិត្យឯកសារក្បាតដីរបស់ខ្លួនឲ្យបានត្រឹមត្រូវព្រោះវាជាឱកាសចុងក្រោយដែលបងប្អូនអាចពិនិត្យតវ៉ាឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធចំនួន8187ក្បាលដីក្នុងភូមិសួនសាភូមិចុងថ្នល់ភូមិយាងភូមិសុកសានភូមិកញ្ជន់គួយនៃឃុំយាងស្រុកពួកខេត្តសៀមរាបត្រូវបានបិទផ្សាយជាសាធារណៈរយៈពេល15ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី24ខែសីហាឆ្នាំ2026នៅក្នុងវត្តយាងដែលនេះជាឱកាសចុងក្រោយដែលបងប្អូនអាចពិនិត្យតវ៉ាមុនចេញប័ណ្ណកម្មសិទ្ធិលោកស្រីញឹមសុភ័ក្រអនុប្រធានមន្ត្រីរៀបចំដែនដីខេត្តបានបញ្ជាក់ថាការបិទផ្សាយនេះជាឱកាសចុងក្រោយសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើការត្រួតពិនិត្យនិងស្នើសុំកែតម្រូវទិន្នន័យករណីមានកំហុសឆ្គងដើម្បីធានានូវភាពត្រឹមត្រូវមុនចេញប័ណ្ណកម្មសិទ្ធិជូនប្រសិនបើពិនិត្យទៅឃើញមានការខុសឆ្គងឬចង់ជំទាស់តវ៉ាលើចំណុចណាមួយដោយត្រូវតាក់ទងជាមួយក្រុមការងារដែលប្រចាំការនៅកន្លែងបិទផ្សាយក្រោយបញ្ចប់ការបិទផ្សាយគណៈកម្មការរដ្ឋបាលនឹងលើកសំណើជូនទៅឯកឧត្តមអភិបាលខេត្តដើម្បីសម្រេចចេញប័ណ្ណកម្មសិទ្ធិជូនឯកឧត្តមសួរសុកច័ន្ទសមាជិកក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថាប័ណ្ណកម្មសិទ្ធិដីធ្លីដែលមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើឡើងស្របតាមគោលនយោបាយជាតិស្តីពីដីធ្លីនិងច្បាប់ភូមិបាលក្នុងគោលបំណងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនិងដើម្បីកាត់បន្ថយក៏ដូចជាឈានទៅបិទបញ្ចប់ទំនាស់ដីធ្លីបង្កើតនូវបរិយាកាសគ្មានវិវាទភូមិឋានក្សេមសាន្តនិងសុភមង្គលដូច្នេះសូមអំពាវនាវនិងសង្ឃឹមយ៉ាងមុតមមថាតំណាងមន្ត្រីអង្គភាពពាក់ព័ន្ធដែលជាស្ថាប័នគ្រប់គ្រងដីរដ្ឋនិងបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីធ្លីទាំងអស់នឹងមានកិច្ចសហការល្អនៅក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនេះឯកឧត្តមបានបញ្ជាក់ថាក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋមានចម្ងល់ឬមិនចេះអក្សរមន្ត្រីជំនាញដែលនៅប្រចាំការនឹងរងចាំធ្វើការដោះស្រាយពន្យល់បកស្រាយរមន្ទិលសង្ស័យក៏ដូចជាទទួលពាក្យបណ្ដឹងតវ៉ាដើម្បីធ្វើការសម្រោះសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាលជាមួយគ្នានោះអាជ្ញាធរឃុំភូមិត្រូវបន្តជួយផ្សព្វផ្សាយនិងបំផុសឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់គ្នាដើម្បីឲ្យការងារនេះសម្រេចបានជោគជ័យស្របតាមផែនការគ្រប់គ្រង